សួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំបងប្អូនមកមើលអំពីការរៀនតាមប្រព័ន្ធអនឡាញ PLP បានអញ្ចឹងដើម្បីយើងរកថ្ងៃខែដែលយើងត្រូវបានរៀនថ្ងៃណាខ្លះដើម្បីចូលទៅបានគឺទី1យើងត្រូវចូលទៅ app ថ្នាបឋម PLP បានយើងចុចមកយើងឃើញមានថ្នាក់ទី1ដល់ថ្នាក់ទី6បាទនឹងហើយយើងក៏ចូលទៅត្រេ3រួចយើងចុចពាក្យថាតាមដានបន្ទាប់មកគឺយើងកន្លែងនេះគឺយើងចុចកន្លែងឈ្មោះយើងយកពាក្យថាទាំងអស់បាទទាំងអស់ចេះយើងអូសមកគឺឃើញហើយក្នុងថ្ងៃហ្នឹងគឺសិស្សខ្ញុំមានចំនួន22នាក់បាទហើយអ្នកដែលចូលរួមអាននោះគឺអត់ទាន់មានទេក្នុងថ្ងៃទី12ខែ5នេះបាទអញ្ចឹងដើម្បីយើងត្រឡប់ថយក្រោយទៅវិញថាតើបានរៀនប្រមាណអ្នកហើយប្រមាណអ្នកយើងខ្ញុំគិតចាប់ពីថ្ងៃទី1ខែ5មកអញ្ចឹងយើងចូលទៅក្នុងថ្ងៃខែខាងលើបាទអញ្ចឹងចុចថ្ងៃខែហ្នឹងគេបងប្អូនអាច scroll ទៅខាងលើបន្តិចគឺយើងយកចំថ្ងៃទី1គឺចំថ្ងៃពហុបាទអញ្ចឹងយើងដាក់មកគឺយើងអូមកគឺលោតហើយគឺនេះឃើញមានហើយលឹមឡាលីនបាទធ្វើបានចំនួន91សំណួររយៈពេល17នាទីហើយអស់4មេរៀនបាទហើយបន្តមកទៀតគឺមានមួយនេះគឺផិនលក្ខណៈគឺមានសំណួររហូតដល់420សំណួរហើយអស់រយៈពេល802នាទីនិងមេរៀនចំនួន8បាទអញ្ចឹងមានជាបន្តបន្ទាប់ដូចគ្នានឹងចឹងមកបាទអញ្ចឹងក្នុងនេះមើលខាងក្រោមគឺចាប់ពីថ្ងៃទី1ខែ5រហូតដល់ថ្ងៃទី12ខែ5 2025នេះគឺសិស្សរបស់ខ្ញុំគឺបានរៀនបានតែ5នាក់ឯងបាទដោយសារបញ្ហាឪពុកម្ដាយរបស់គាត់អត់ទាន់មានទូរស័ព្ទដាក់ឲ្យគាត់ប្រើប្រាស់ឬក៏ឪពុកម្ដាយរបស់គាត់ជាប់រវល់ធ្វើការរោងចក្របាទអញ្ចឹងនេះគឺបើយើងចង់បានថ្ងៃណាមួយគឺយើងដាក់បន្តបាទអញ្ចឹងនៅវីដេអូក្រោយខ្ញុំនឹងធ្វើវីដេអូដើម្បីស្វែងរកលទ្ធផលតេស្តដែលយើងបានជាប់ជាចំណាត់ថ្នាក់និងបានលិខិតបញ្ជាក់ការសិក្សាបាទអញ្ចឹងសូមអរគុណចំពោះការតាមដាន Channel យើងខ្ញុំបាទសូមអរគុណសូមជម្រាបលា